ប្រពន្ធសម្លាញ់ថ្លៃបណ្ណាការដែលបងជូនអូនគឺ100លានបានតើប៉ារបស់អូននិយាយថាមិនថាបងឲ្យបណ្ណាការប៉ុណ្ណាទេថ្លៃដេកផ្ទះអូននឹងចេញថែមពីលើនឹងទៀតទ្រព្យសម្បត្តិគ្រួសាររបស់អូនធ្វើឲ្យបងឥឡូវនេះមានអារម្មណ៍ថាបងកាន់តែមានជាងមុនហើយដៃគូប្រកួតប្រជែងជាមួយបងដែលចំណាយលុយទៅលើអូនច្រើនជាងគេគឺលោកប៉ារបស់អូនអញ្ចឹងបន្តិចទៀតពេលទៅដល់កន្លែងរៀបចំកម្មវិធីអូននឹងចាយលុយអាណានេះតែម្ដងប្រពន្ធសម្លាញ់អូនចូលទៅខាងក្នុងមុនទៅបងបន្តិចទៀតនេះនឹងចូលទៅតាមក្រោយចាសូមស្វាគមន៍សួស្តីខ្ញុំគឺជាអ្នករៀបចំកម្មវិធីមង្គលការឈ្មោះលីលីចាសុជីលីលីចាប់តាំងពីពេលដែលខ្ញុំទៅរស់នៅលើភ្នំពួកយើងទាំងពីរអ្នកខានជួបគ្នាជាង10ឆ្នាំហើយយើងពីរអ្នកស្គាល់គ្នាយូរហើយអញ្ចឹងមង្គលការរបស់ឯងខ្ញុំនឹងបញ្ចុះតម្លៃខ្លះឯងចង់រៀបចំកម្មវិធីធំប៉ុណ្ណាដែរ2000បែបនេះឯងប្រហែលជាមិនអាចឲ្យពួកខ្ញុំរៀបចំឲ្យបានទេខ្ញុំគិតថាឯងក៏ទៅរកសុនច្បារនៅម្ដងនេះទៅហើយឆ្លើយមនុស្សចង់មួយក្រុមជួយលេងភ្លេងពួកឯងចុះឲ្យអ៊ំអបន្តិចទៅបានហើយនរណាគេនិយាយថា2000លោកគឺជាកម្ពុជាអ្នកមានប្រចាំតំបន់អគ្គនាយកចៅឯងស្គាល់ប្តីរបស់ខ្ញុំគាត់គឺជាប្តីរបស់ឯងលុយចំនួន2លានអូនចាយតាមចិត្តទៅសុជីសុំទោសផងខ្ញុំពិតជាមិនដឹងថាឯងគឺជាប្រពន្ធរបស់អគ្គនាយកចៅនោះទេឆាប់ចេញទៅសុំទោសផងអ្នកស្រីអ្នកនាងកុំប្រកាន់នឹងគេអីនេះគឺជាផលិតផលភីឈុនឡៃនាងគ្រីមដែលពួកយើងរៀបចំជូនអ្នកនាងអរគុណហើយក៏ប៉ុន្តែមានមនុស្សខ្លះបម្រើសេវាកម្មដូចជាប្រកាន់វណ្ណៈសុជីយកថាពួកយើងធ្លាប់ជាមិត្តចាស់នឹងគ្នាអញ្ចឹងឲ្យយើងជួយរៀបចំកម្មវិធីឲ្យឯងទៅមិនអញ្ចឹងទេការងាររបស់ខ្ញុំប្រកាសជាអញ្ចឹងក៏បានអញ្ចឹងខ្ញុំនឹងទៅចាក់ទឹកឲ្យឯងចឹងសុជីម្នាក់នេះនាងពិតជាមានសំណាងល្អមែនសិទ្ធិគ្រប់មង្គលការទាំងអស់នេះអូនរើសតាមចិត្តទៅទុកឲ្យបងជាអ្នកចេញលុយលោកថនមង្គលការរបស់ពួកយើងទាំងពីរត្រូវតែស្អាតដាច់គេក៏ប៉ុន្តែអូនដូចជាមិនចង់ស្លៀករកមង្គលការទេអូនមានប្រជុំបាយមួយអូនពេលអាធំហើយបងស្លៀករកមង្គលការវិញយ៉ាងម៉េចដែរមិនបានទេអូនកុំធ្វើអញ្ចឹងអីរឿងផ្សេងបងអាចសន្យាជាមួយអូនបានក៏ប៉ុន្តែរឿងហ្នឹងគឺបងមិនអាចសន្យាបានទេគួរឲ្យខឹងមែនសិទ្ធិនាងបានរៀបការជាមួយនឹងលោកដែរជាមនុស្សប្រុសល្អប៉ុណ្ណឹងហើយនៅតែមិនដឹងអ្វីទៀតមនុស្សស្រីដែលរៀបការជាមួយនឹងប្តីក៏តែស្ដាប់បង្គាប់ប្តីរបស់ខ្លួនឯងតើនាងចង់និយាយថាម៉េចមនុស្សស្រីដែលមានចរិតដូចជានាងអញ្ចឹងគឺចង្រៃណាស់មិនដូចជាខ្ញុំទេខ្ញុំគឺជួយចិត្តចរិតរឹងរូសរបស់នាងប្រពន្ធសម្លាញ់អូនកុំខឹងអីបងស្ដាប់តាមអូនទាំងអស់នាងពិតជាមនុស្សដែលគ្មានច្បាប់វិន័យមែនបរិះល្អបែបហ្នឹងប្រហែលជាត្រូវនាងបំផ្លាញហើយមើលទៅប្រពន្ធសម្លាញ់អូនឯងជួយរើសរកមង្គលការឲ្យបងបន្តិចទៅឲ្យតែកុំលិចដើមទ្រូងខ្លាំងពេកគឺបងពាក់បានទាំងអស់រ៉ូបដែលបងកាន់គឺស្អាតមែនក៏ប៉ុន្តែអូនគិតថារ៉ូបទាំងអស់នេះគឺស្អាតជាងអូបងពិតជាស្អាតមែនអូនរឡើងឈឺភ្នែកហើយអីយ៉ាអូនមិនខ្វល់ទេរ៉ូបទាំងអស់នេះអូននឹងទិញទាំងអស់រ៉ូបតាមប្រពៃនេះគឺតម្លៃ2លានពួកយើងមិនត្រូវការទេប្រពន្ធសម្លាញ់8រ៉ូបគឺវាច្រើនពេកហើយតែ1រ៉ូបគឺបានហើយតើបងចាំមានន័យថាយ៉ាងម៉េចហ្នឹងរៀបការគឺមួយជីវិតតែម្ដងនោះទេគឺត្រូវតែសប្បាយអស់ចិត្តបងកុំមកឆាប់ទៅប្រដៅសម្លៀកបំពាក់ទៅលោកគេនិយមមកតាមខ្ញុំមកចាស់សាជីនេះពិតជាអាត្មានិយមខ្លាំងណាស់មនុស្សប្រុសរលុយគឺមិនមែនជារឿងងាយស្រួលនោះទេនាងបានជាចាយលុយរបស់លោកដោយខ្ជះខ្ជាយទៅវិញនាងដូចជាចេះដឹងរឿងគេពេកហើយប្រសិនបើនាងនៅតែនិយាយទៀតខ្ញុំនឹងធ្វើឲ្យនាងជាអ្នករងគ្រោះទោះបីជាលោកគំរាមខ្ញុំក៏ខ្ញុំមិនរៀបថយដែរកន្លែងនេះដូចជាមិនមែនកន្លែងផ្លាស់កៅអៅទេតើនាងនាំខ្ញុំមកទីនេះធ្វើអីអ្នកប្រុសចាតើនាងកំពុងតែធ្វើអីស្រឡាញ់មនុស្សម្នាក់គឺគ្មានកំហុសទេខ្ញុំចង់សារភាពប្រាប់ថាខ្ញុំស្រឡាញ់លោកចេញឲ្យឆ្ងាយពីខ្ញុំមិនចង់វាយស្រីទេលោកអាចវាយខ្ញុំបានលោកមិនត្រឹមតែវាយខ្ញុំនោះទេក៏អាចប៉ះខ្ញុំបានដែរហើយលោកក៏អាចប៉ះជើងរបស់ខ្ញុំបានដែរអ្នកប្រុសចាប៉ះមនុស្សប្រុសរបស់ខ្ញុំផងទោះបីជាថ្ងៃនេះលោកវាយខ្ញុំឲ្យស្លាប់ក៏ខ្ញុំនៅតែចង់ដឹងថាហេតុអីបានជាលោករៀបការជាមួយនឹងចាស់សុជីបានតែមិនអាចរៀបការជាមួយនឹងខ្ញុំបានតើខ្ញុំមានចំណុចណាដែលប្រៀបនឹងនាងមិនបាននាងកុំយកខ្លួនឯងប្រៀបធៀបនឹងសុជីនាងក៏ធៀបមិនបាននឹងឈ្មោះរបស់សុជីផងគ្រាន់តែទិញរកមង្គលការចំណាយលុយអស់ជាង2លានបើមើលទៅលើការចាយលុយខ្ជះខ្ជាយរបស់នាងក៏ដឹងដែរថានាងមិនមែនជាមនុស្សស្រីល្អស្អីទេខ្ញុំខំរកលុយគឺដើម្បីឲ្យនាងចាយនរណាគេថាចាយលុយខ្ជះខ្ជាយមិនមែនជាមនុស្សស្រីល្អនៅមានទៀតលុយត្រឹមតែ2លានមិនមែនខ្ញុំគ្មានសមត្ថភាពបងឯណានាងជាអ្នកបងនាងគ្រាន់តែជាមនុស្សព្រៃដែលចុះពីលើភ្នំតាឯងឆាប់បិទមាត់ទៅតែឯងទាំងអត់ថានាងចឹងគេមកពីគ្រួសារណាអ្នកនាងគឺមកពីគ្រួសារដែលជាគ្រួសារអ្នកមានជាងគេនៅក្នុងតំបន់នេះឯងហ៊ានប៉ះពាល់ដល់អ្នកនាងផងមួយជីវិតរបស់ឯងគឺចប់ហើយឆាប់ចេញទៅសូមទោសផងអ្នកនាងជាងមិនអីទេខ្ញុំជាអ្នកបងលុយសុជីគេនិយាយថាបើស្រឡាញ់មនុស្សម្នាក់ត្រូវតែចាយលុយរបស់គេអូនមិនចាយលុយរបស់បងគឺមានន័យថាអូនមិនស្រឡាញ់បងអូនស្រឡាញ់បងហើយអូននឹងព្យាយាមចាយលុយ1លានរបស់បងឲ្យឆាប់អូនពិតជាប្រពន្ធល្អរបស់បងមែន